សួស្តីបងប្អូនជួបគ្នាទៀតហើយថ្ងៃហ្នឹងខ្ញុំទទួលបានរឿងពីមិត្តភក្តិខ្ញុំម្នាក់មិត្តភក្តិរបស់ខ្ញុំហ្នឹងនៅខេត្តបាត់ដំបងរឿងហ្នឹងក៏ឡើងតាំងពីម្ដាយគាត់នៅវ័យជំទង់តែគាត់យកមកនិយាយប្រាប់ខ្ញុំតទៀតគាត់ថាកាលពីសម័យគាត់ហ្នឹងអ្នកភូមិគាត់ហ្នឹងដាំដើមចេកជ្វាហើយដល់ពេលគេចេញជាតយងមកចេញជាផ្កាឈូកថានេះភូមិនោះមានតែមើលឡើងក៏ក្រែងទៅដាក់ទឹកមុនយកទឹកមកផឹកយកមកងូតអីគេគិតថានៅមានប៉ុនអីគេមកនៅអីអញ្ចឹងហើយដល់ពេលនេះទៅម្ចាស់ដើមចេកហ្នឹងគាត់ក៏ធ្វើប៉ុនពេលយកអំពីលថ្ងៃឲ្យដើមចេកហ្នឹងឯងថានេះមានប៉ុនមកនៅហើយគេនឹមគ្នាកាត់គោកាត់ជ្រូកអីធ្វើប៉ុនឡើងនេះភូមិគេទៅចូលរួមឡើងក៏ក្រឹកដល់ពេលចាប់ប៉ុនពេលថ្ងៃរួចយកឡើងមានតែអ្នកមានប៉ុនមកពីណាទៅពុតព្រាយដើមចេកហ្នឹងឯងចេញមកកាច់កសម្លាប់តាយាយហើយនឹងកូនស្រី3នាក់នឹងមកគោសាស្លាប់ទាំង3នាក់ដល់ព្រឹកឡើងអ្នកភូមិនឹមគ្នាទៅមើលទៅឃើញស្លាប់ទាំង3នាក់តែគេនឹមគ្នាកាប់ដើមចេកជ្វានឹងចូលអត់ទុកទេហូតមកដល់មានណាដាំដើមចេកជ្វាទេ